Hello អ្នកទាំងអស់គ្នាខ្ញុំកែប៊ីហើយថ្ងៃនេះយើងនឹងមកមើលទាំងអស់គ្នាថា What's in my bag Let's go ចាំមើលតើក្នុងនេះមានអីទៅខ្លះអូខេចឹងទី1គឺខ្ញុំមាន MacBook ចឹង MacBook នេះគឺខ្ញុំយកតាមខ្លួនរហូតព្រោះដោយសារអីយកទៅការ edit videos នេះគ្នា edit videos ចឹងរបស់ទី1គឺ MacBook បន្ទាប់មកអូអត់បានទេអ្នកទាំងអស់គ្នាគឺកាស headset អានេះ headset របស់ខ្ញុំសម្រាប់នៅពេលដែលខ្ញុំហាត់ប្រាណហើយក្នុងករណីបើសិនជាកាសនេះវាអស់ថ្មខ្ញុំមានសកូ AirPods មួយទៀតព្រោះដោយសារអីអត់ជួនកាលទៅវាអស់ថ្មចឹងអត់មានកាសយើងហាត់អត់បានទេអ្នកទាំងអស់គ្នាណាគេដូចខ្ញុំចឹងខ្លះអត់កាសយើងហាត់អត់បានអូខេបន្ទាប់មកច្រើនមែនតើអ្នកទាំងអស់គ្នាអានេះគឺ clipper អ្នកដែលគាត់ទៅជ្រាមគាត់ស្គាល់ហើយ clipper ប៉ុន្តែដោយសារខ្ញុំនេះវារៀងហឺបន្តិចចង់បានការឈូកចឹងទៅក៏យករបស់ខ្លួនឯងទៅចឹងទៅចា and we have gloves lifting glove អានេះសម្រាប់សម្រាប់នៅពេលដែលយើងហាត់ប្រាណនេះគឺ stretch អានេះសម្រាប់ខ្ញុំ stretch ចឹងនៅពេលដែលមុនដែលខ្ញុំហាត់ជាទូទៅគឺខ្ញុំប្រើខ្សែនេះណាខ្សែនេះដើម្បីយើង stretch ស្អីចឹងណាអ្នកទាំងអស់គ្នាព្រោះថា stretch ទៅបានវាល្អនៅពេលដែលមុនដែលយើងហាត់កុំឲ្យជាប់ដៃជាប់ជើងអីចឹងណានៅពេលដែលយើងហាត់ហើយក៏យើងត្រូវតែ stretch ដូចគ្នាដែរអញ្ចឹងខ្ញុំមានខ្សែនេះមួយពេលដែលគ្នាឃើញអញ្ចឹងព្រោះការឈប់ដដែលទៀតទៅដល់ការឈប់ទាំងអស់បន្ទាប់មកដែលខ្ញុំឃើញនៅក្នុងនេះគឺ my facial spray ព្រោះដោយសារនៅពេលដែលយើងហាត់ទៅបែកញើសអីចឹងណាអ្នកទាំងអស់គ្នាទៅយើងត្រូវមានដើម្បីបំពេញសំណើមជាតិមុខរបស់យើងនៅពេលដែលយើងហាត់បែកញើសអស់ច្រើនហើយបន្ទាប់មកអ្វីដែលខ្វះអត់បានគឺ reactive អ្នកទាំងអស់គ្នា reactive នេះគឺខ្ញុំមានតាមកតាបរហូតហ្មងព្រោះដោយសារតែមិនមែនញ៉ាំបានតែពេលយើងហាត់ប្រាណទេបើន័យថាជាប្រចាំថ្ងៃរបស់យើងនៅពេលដែលយើងមានអារម្មណ៍ថាយើងខ្វះជាតិទឹកឬក៏យើងបែកញើសច្រើនអីក៏អាចញ៉ាំបានដែរហើយរសជាតិពណ៌លឿងនេះគឺ refreshing ខ្លាំងមែនតើព្រោះដោយសាររសជាតិក្រូចឆ្មាអញ្ចឹងញ៉ាំទៅគឺស្រឡះកខ្លាំងមែនតើហ្មងណាប៉ុន្តែខ្ញុំចូលចិត្តញ៉ាំនៅពេលដែលខ្ញុំហាត់ប្រាណព្រោះដោយសារអីនៅពេលដែលខ្ញុំបែកញើសច្រើនអញ្ចឹងធ្វើឲ្យខ្ញុំអស់ជាតិទឹកច្រើនខ្លាំងមែនតើយើងខ្សោះហ្មងនៅពេលដែលយើងហាត់ប្រាណណាអញ្ចឹងគឺខ្ញុំតែងតែញ៉ាំជានិច្ចតែម្ដងប៉ុន្តែអ្នកទាំងអស់គ្នាអាចញ៉ាំបានន័យថាពេញមួយថ្ងៃមកញ៉ាំពេលណាក៏បានដែរពេលធ្វើការហត់ឬក៏ពេលយើងរៀនអស់កម្លាំងអីផ្សេងៗអញ្ចឹងណាអ្នកទាំងអស់គ្នាហើយនេះ Reactive គឺជាភេសជ្ជៈកីឡាដំបូងគេបង្អស់តែម្ដងរបស់ប្រទេសកម្ពុជាយើងណាដែលភេសជ្ជៈកីឡាមួយនេះមានធាតុផ្សំល្អៗច្រើនមែនតើតាំងពី electrolyte មានតាំងពី calcium មានទៅបំពេញជាតិទឹកបំពេញកម្លាំងយើងបានល្អខ្លាំងមែនតើតែម្ដងអញ្ចឹងបើសិនជាឲ្យខ្ញុំរើថារបស់ទាំងអស់ហ្នឹង3មុខណាដែលខ្ញុំនឹងរើឲ្យសំខាន់ជាងគេគឺខ្ញុំប្រកាសជ្រើសយក MacBook ដើម្បីខ្ញុំកាត់វីដេអូព្រោះស្អីគឺខ្ញុំត្រូវការកាត់វីដេអូច្រើនមែនតើកាស headphone របស់ខ្ញុំហើយនឹងជាពិសេសគឺ reactive 3មុខនេះខ្ញុំអត់បានទេអ្នកទាំងអស់គ្នាអញ្ចឹងនេះគឺជារបស់ដែលខ្ញុំមាននៅក្នុងកតាបរបស់ខ្ញុំចូលអ្នកទាំងអស់គ្នាវិញមានអីខ្លះអាច comment ខាងក្រោមនេះបានអរគុណបាយបាយ